សូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកហើយទៅវិញរាជរដ្ឋាភិបាលកម្ពុជាទើបតែបញ្ចេញព័ត៌មានពីទីតាំងដែលថៃកាន់កាប់នៅក្នុងពេលនេះតើទីតាំងទាំង14ដែលថៃកាន់កាប់ពេលនេះបានមកវិញដែរឬទេចម្លើយបញ្ចេញព័ត៌មានក្នុងពេលនេះព្រោះរាជរដ្ឋាភិបាលប្រមូលផុសតាំងបានច្បាស់ថាថៃពិតជាឈ្លានពានមកលើទឹកដីកម្ពុជាប្រាប់ដល់បរទេសនិងអន្តរជាតិឲ្យបានដឹងឈ្នះផ្លូវច្បាប់ដោយប្រាសាទព្រះវិហារងាកថយក្រោយបន្តិចដំបូងថៃប្រកាសថាទាហានខ្លួនគ្រាន់តែការពារទឹកដីនិងប្រជាពលរដ្ឋខ្លួនបន្ទាប់មកថៃថាការវាយប្រហារមកលើកម្ពុជាគ្រាន់តែជាការបង្ក្រាប scammer ឆបោកតាមអនឡាញជាចុងក្រោយការលើកឡើងរបស់ថៃខាងលើនេះវាផ្ទុយស្រឡះពីការពិតថៃបែរជាថតរូបថតវីដេអូសប្បាយប្រើគ្រឿងចាក់បំផ្លាញផ្ទះសម្បែងពលរដ្ឋប្រជាពលរដ្ឋខ្មែរវត្តអារាមសាលារៀននិងលួចប្លន់ម៉ូតូសុទ្ធតែជាផ្លាកលេខកម្ពុជាថាខ្លួនវាយបានទីតាំងទឹកដីកម្ពុជាហើយទាំងអស់នេះសុទ្ធតែជាផុសតាំងដែលយើងឈ្នះក្នុងផ្លូវច្បាប់ទីតាំងទាំង14បានមកវិញឬអត់គឺច្បាស់ជាបាន 100% ត្រង់កន្លែងនេះសូមអធិស្ឋានដល់បងប្អូនដែលមានផ្ទះសម្បែងនៅទីតាំងទាំង14ជាមុនមូលហេតុដែលទីតាំងទាំង14បានមកវិញគឺកម្ពុជាឈលលើច្បាប់អន្តរជាតិមិនរំលោភច្បាប់អន្តរជាតិមិនឈ្លានពានប្រទេសថៃរយៈពេល21ថ្ងៃកម្ពុជាមិនបានឈ្លានពានដីថៃសូម្បីតែ1មីលីម៉ែត្រកម្ពុជាគ្រាន់តែការពារបូរណភាពទឹកដីរបស់ខ្លួនតែប៉ុណ្ណោះយើងនឹងឈ្នះថៃដោយការប្រាសាទព្រះវិហារចុះបើតុលាការកាត់ឲ្យឈ្នះដោយប្រាសាទព្រះវិហារហើយថៃមិនចាញ់ស្មើនឹងងាប់ទាំងសេដ្ឋកិច្ចងាប់ទាំងស្អុយឈ្មោះមិនចាញ់ក៏ត្រូវតែចាញ់លើពិភពលោកនេះគ្មានប្រទេសណាមួយបាត់បង់ទឹកដីដោយសារតែការប្រើកម្លាំងយោធានោះទេច្បាប់បង្កើតមកការពារអ្នកដែលត្រឹមត្រូវលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump បានចោទប្រកាន់ថៃយ៉ាងធ្ងន់ថាថៃជាតួអង្គអ្នកបង្កផ្ដើមសង្គ្រាមហើយអាចនឹងត្រូវនាំខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC និងតុលាការយុត្តិធម៌ ICJ នៅដើមឆ្នាំ2026នេះបើនៅតែបន្តការឈ្លានពានទៅលើកម្ពុជាទៀតតើកម្ពុជានឹងបានទទួលអ្វីខ្លះបន្ទាប់ពីបញ្ចប់សង្គ្រាមចាប់ពីឆ្នាំ2026នេះតទៅជាមួយនឹងរាជរដ្ឋាភិបាលដែលកំពុងតែរីកសំណាញ់ច្បាប់បណ្ដឹងថៃទៅកាន់តុលាការអន្តរជាតិ UNSC ICC និង ICJ ហើយទី2ទឹកដីខ្មែរទៅសៀមដែលបានឈ្លានពានមកកាន់កាប់មិនបាត់បង់ទៅណាឡើយច្បាប់ពិភពលោកនឹងជួយរកយុត្តិធម៌ឲ្យខ្មែរសៀមនឹងត្រូវតែសងមកវិញទាំងការទាំងដើម3នឹងមានមូលធិសប្បុរសធម៌សហគមន៍ជាតិនិងអន្តរជាតិជាច្រើននឹងជួយដល់ប្រជាជនភៀសឹកដែលបាត់បង់ទ្រព្យសម្បត្តិទី4កម្ពុជានឹងក្លាយផ្ទុះកំណើនភ្ញៀវទេសចរច្រើនជាងគេនៅលើពិភពលោកក្នុងឆ្នាំ2026នេះទី5កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រជាប្រិយភាពទាក់ទាញទេសចរបំផុតនៅក្នុងពិភពលោកទី6កម្ពុជានឹងមានឈ្មោះជាប្រទេសដែលមានប្រជាជនរស់រាយនិងចិត្តទូលាយជាងគេក្នុងលោកទី7កម្ពុជាឈ្មោះជាប្រទេសដែលមានសិល្បៈវប្បធម៌ស្រស់ស្អាតបំផុតក្នុងលោកទី8កម្ពុជានឹងទទួលបានការជ្រោមជ្រែងលើវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកចិននិងឥណ្ឌាទី9កម្ពុជានឹងមានវិនិយោគិនជាច្រើនមកដាក់ទុនបង្កើតក្រុមហ៊ុនធំទី10កម្ពុជានឹងក្លាយជាប្រទេសទទួលបានការស្រឡាញ់និងយកចិត្តទុកដាក់បំផុតពីប្រជាជនឥណ្ឌាទី11កម្ពុជានឹងជាប់ឈ្មោះជាប្រទេសដែលមានទំនាក់ទំនងផ្នែកសាសនានិងការទូតល្អបំផុតក្នុងលោកទី12កម្ពុជានឹងក្លាយជាប្រទេសគំរូផ្នែកទំនាក់ទំនងសាសនាដ៏ល្អដែលពិភពលោកបានឲ្យតម្លៃពិតប្រាកដមកលើប្រទេសកម្ពុជាព័ត៌មាន AMS បានបញ្ជាក់ថាកម្ពុជាបានកំពុងតែប្រមូលរាល់ភស្តុតាងដែលថៃបានឈ្លានពានមកលើទឹកដីកម្ពុជានិងបំពេញរាល់នីតិវិធីនិងលក្ខខណ្ឌតម្រូវទាំងអស់របស់អង្គការសហប្រជាជាតិកម្ពុជាទាមទារឲ្យថៃត្រូវសងថ្លៃខូចខាតដែលថៃបានបំពេញឈ្លានពានទាំងកំរោលនេះចំនួន$350,000 លានហើយសប្តាហ៍ថ្ងៃនេះយោធាថៃដំឡើងត្រង់សីបេតុងទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃប្រភេទ UHPC ដោយរឹងមាំលើសពីបេតុងធម្មតាហើយគម្រោងនេះត្រូវបានផ្ដល់មូលនិធិដោយរាជវង្សថៃនេះបើតាមកាសែតខៅសុតបានចុះផ្សាយដោយពាក្យលោកផងផានិតរដ្ឋមន្ត្រីការពារជាតិថៃបាននិយាយចោទខ្មែរក្នុងសន្និសីទកាសែតថៃមួយថាខ្មែរកំពុងតែទិញគ្រឿងសព្វាវុធពីបរទេសដើម្បីមកចង់ឈ្លានពានថៃនិងករណីផ្ទុះគ្រាប់នៅតំបន់មុំបីកាលពីថ្ងៃទី6ខែមករា2026ថាកងទ័ពខ្មែរយើងបានបាញ់កងទ័ពសៀមឲ្យរងរបួសស្រាលម្នាក់រហូតដល់ចង់ឲ្យខ្មែរចេញលិខិតសុំទោសនេះ
ជាល្បិចជាលេសដើម្បីបង្កសង្គ្រាមជាមួយនឹងកម្ពុជាតែប៉ុណ្ណោះហើយដូច្នេះកម្ពុជាយើងក៏ត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច24ម៉ោងលើ24ម៉ោងផងដែរព្រោះថៃមិនមានសុឆន្ទៈនៅក្នុងការបញ្ចប់ចំនួនជាមួយកម្ពុជានោះទេសកម្មភាពរបស់យោធាថៃនេះធ្វើឡើងស្របពេលដែលភាគីថៃបានពន្យាពេលកិច្ចប្រជុំ JBC ដើម្បីពិភាក្សាការងារវាស់វែងខ្សែបន្ទាត់ព្រំដែននិងនៅភូមិសាស្ត្រអត្ថភាពរួមទាំងទីតាំងដែលថៃកំពុងតែចូលជើងក្រោយការប្រយុទ្ធគ្នា21ថ្ងៃផងដែរហើយក៏សូមអំពាវនាវដល់វីរៈកងទ័ពយុទ្ធពលខេមរភូមិន្ទកម្ពុជាដែលនៅជួរមុខទាំងអស់មេត្តាសុំកុំថតបង្ហោះកន្លែងទីតាំងដែលយើងកំពុងតែស្ថិតនៅឈរជើងឲ្យសោះព្រោះថៃរងចាំប្រមាញ់រុករកចាប់តាម GPS ដល់ទីតាំងកងទ័ពរបស់កម្ពុជាយើងថៃមិនចង់ឃើញកម្ពុជាមានការអភិវឌ្ឍលឿនខ្លាំងជាងខ្លួនឬមានកម្លាំងទប់ទល់លើសពីខ្លួននោះទេថៃត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបញ្ចុចបង្អាក់ដំណើរការអភិវឌ្ឍរបស់កម្ពុជាដោយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមនៃការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យប្រជាជនមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបានដោយងាយស្រួលទោះបីយ៉ាងណាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងអិសរាជជនអ្នកនយោបាយការទូតរបស់កម្ពុជានៅតែមានជំហរដ៏រឹងមាំមោះមុតដែលប្រកបដោយចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់ចំពោះប្រទេសជាតិរបស់ខ្លួនជានិច្ចដែលរួមទាំងកម្លាំងឯកភាពសាមគ្គីភាពដ៏មុតស្រួចពីប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសសហរដ្ឋអាមេរិកបានផ្ដល់កញ្ចប់ថវិកាចំនួន$45លានក្នុងគោលបំណងធំដើម្បីជួយកសាងសន្តិភាពនិងស្ដារស្ថិរភាពកម្ពុជាថៃឡើងវិញតើថវិកា$45លាននេះនឹងត្រូវប្រើប្រាស់និងបែងចែកទៅលើផ្នែកអ្វីខ្លះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី9ខែមករា2026នេះមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកលោក Michael George Lesambre ដែលទទួលបន្ទុកតំបន់អាស៊ីបូព៌ាបានបញ្ជាក់ថាជំនួយនេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រធានាធិបតី Donald J. Trump គោលដៅគឺគាំទ្ររដ្ឋាភិបាលកម្ពុជានិងថៃក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដើម្បីត្រួសត្រាយទៅរកវិបុលភាពនិងស្ថិរភាពពេញលេញសម្រាប់តំបន់ទាំងមូលចំណុចសំខាន់បំផុតនោះថាតើលុយ$45លាននេះនឹងត្រូវបែងចែកទៅលើអ្វីខ្លះលោក Michael George Lesambre បានបកស្រាយលម្អិតដូចខាងក្រោមនេះទី1ទឹកប្រាក់ចំនួន$15លាននឹងទៅប្រើប្រាស់ដើម្បីស្ថិរភាពទៅតាមតំបន់ព្រំដែនថវិកាផ្ដល់សំខាន់ទៅលើការជួយសហគមន៍មូលដ្ឋានក្នុងការស្ដារជីវភាពរស់នៅនិងជួយដល់ពលរដ្ឋដែលបានភៀសខ្លួនដោយសារចំនួនថ្មីនេះទី2ទឹកប្រាក់ចំនួន$10លាននឹងផ្ដល់ទៅលើសម្រាប់ការងារដោះនិងបោសសម្អាតយុទ្ធភ័ណ្ឌមីនមិនទាន់ផ្ទុះឬក៏មានដើម្បីធានាសុវត្ថិភាពជូនដីធ្លីរបស់ប្រជាពលរដ្ឋទី3ចំណុចដែលពិសេសនោះគឺថាថវិកាចំនួន$20លាននឹងត្រូវប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឬក៏ online scammer ព្រមទាំងការជួញដូរគ្រឿងញៀនផងដែរដើម្បីធានាថាគម្រោងនេះនឹងអនុវត្តទៅដោយរលូនមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះដដែលបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងបាងកកនិងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍កន្លងទៅនេះក្នុងជំនួបនោះលោកបានពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរពលគឺកម្ពុជានិងថៃអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងការពង្រឹងផលប្រយោជន៍រួមនៅក្នុងតំបន់ Indo-Pacific ឲ្យកាន់តែរឹងមាំនិងមានសុវត្ថិភាពនេះជាការស្ដារឡើងវិញនៅស្ថានភាពដ៏តឹងតែងផុយស្រួយទៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃដែលមានការគាំទ្រពីសហរដ្ឋអាមេរិកដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាយើងឆាប់ទទួលបាននូវសន្តិភាពពេញលេញឡើងវិញសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអរគុណជម្រាបលាជួបគ្នាវេលាក្រោយទៀតមិនដែរបងប្អូនស្ដាប់ច្បាស់ហើយ